ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះណាបងប្អូនអើយមកបង្ហាញបងប្អូនថតពីរបៀបអាំងគោដុតប្រឡាក់គោបាទដោយមានកម្មវិធីក្រុមការងារបងប្អូនប្រម៉ែប្រមូលលុយកាក់ថវិកាចូលគ្នាទិញគោមួយបងប្អូនយកមកដុតជប់លៀងបាទតម្លៃគោមួយគោសែហ្នឹងប្រហែលជាដូចជាចាំបានតែជា1.5 លានបងប្អូនបាទ1.5 លានគេមានសេវាកម្មមកកញ្ចប់គេតែម្ដងបងប្អូនណាគេមានទឹកជ្រលក់គេមានស្ងោរគ្រឿងម្ជូរគ្រឿងឲ្យទៀតបងប្អូនបាទហើយគេមានសេវាកម្មផ្លះវិលេក៏ដូចជាអាំងឲ្យយើងទាំងអស់បងប្អូននិយាយតែមកចប់ហ្នឹងបងប្អូនបាទមកយើងជួលគេមកទិញគេមួយអញ្ចឹងគឺដឹងថាយើងចាំតែញ៉ាំទៅបាទតែសារធ្វើការហត់ក៏ប្រម៉ែប្រមូលគ្នានឹងឯងបងប្អូនថាវិការមកដុតគោជប់លៀងក្រុមការងារធ្វើការគ្នាណាបងប្អូនជាសាមគ្គីហើយសាច់គោទៅសល់បងប្អូនខ្ញុំតែងតែចូលចិត្តណាជាពិសេសគោសែឆ្ងាញ់ណាបងប្អូនបាទបើយើងញ៉ាំបាយក៏បានហើយឬក៏យើងដែលអាចតិចហ្នឹងក៏បានដែរបងប្អូនប៉ុន្តែទូទៅឲ្យតែជប់លៀងក្រុមការងារមិនដែលចោលទេតិចនោះហើយភាគច្រើនបាយមិនសូវទេបងប្អូនបាទហើយនេះគេវះពោះដើម្បីដកសក្រីសម្ដេងអីចេញបងប្អូនបាទគេដាក់នៅក្នុងហ្នឹងដើម្បីឲ្យគោយើងមានរសជាតិឈ្ងុយឆ្ងាញ់ហើយក៏គេចាប់ផ្ដើមវិលេផ្លះបងប្អូនបាទយកមកអាំងហើយយកមានទឹកប្រហុកបងប្អូនហ្នឹងហើយគោទូទៅគោដុតគេមិនដែលចោលទេទឹកប្រហុកបងប្អូនបាទតែមានតែម្ដងបាទហើយក្រុមការងារគេកំពុងតែលាយទឹកប្រហុកបងប្អូនមានសណ្តែកដីមានកសក្រឹមនិងទឹកប្រហុកគេបើគេលាយរួចបងប្អូនបាទគេយកមកចាក់មកគេសម្បល់ដាក់តែម្ទេសមកគឺញ៉ាំបានគេលាយត្រូវគ្រឿងតែម្ដងខាប់ល្អណាបងប្អូនអើយហើយអាគោយើងក៏ហាន់ណាយើងអាំងហ្នឹងកុំឲ្យឆ្អិនពេកបាទត្រូវជាតិតែម្ដងបងប្អូនបាទនេះlàគេវិលេរួចបងប្អូនហើយគេយកមកប្រឡាក់គ្រឿងគេមានទឹកសុកគេណាដែលគេធ្វើរួចហើយគេយកមកដល់ប្រឡាក់ហើយគេយកមកចាប់ដើមផ្អាប់វាបន្តិចជា 4-5 នាទីដល់ 10 នាទីហ្នឹងបាទគេចាប់ដើមធ្វើការអាំងហើយមកលើស្បាយបងប្អូនអើយឡើងចតុនតែម្ដងមែនតើបើគោសិនតែយើងទិញអាគោចាស់អត់សូវឆ្ងាញ់ទេបងប្អូនបាទតែយើងទិញអាគោខ្ចីដែរបងប្អូនហើយក៏ខ្លាចខ្វះហើយខ្ញុំក៏នៅក្រុមការងារយើងទិញអាគ្រឿងសមុទ្រយកមកបន្ថែមទៀតដើម្បីឲ្យឆ្ងាញ់តែម្ដងហើយនេះបាទលក្ខណៈផាត់ធីបងប្អូនហើយក៏ចាប់ដើមធ្វើការអាំងបងប្អូនអើយចាស់ក្លិនឡើងឈ្ងុយជាមួយនឹងទឹកសោះជាមួយសាច់គោហ្នឹងហើយខ្ញុំចាប់អារម្មណ៍សំខាន់បំផុតគឺចាប់អារម្មណ៍ស្បែកហ្នឹងឡើងផុយល្អមែនតើណាហើយអត់ស្វិតទេបងប្អូនហើយសាច់គោខ្ញុំតបតែទិញកន្លែងខ្លះវាស្វិតវាស្បែកវាស្វិតអញ្ចឹងបើញ៉ាំនៅកន្លែងនេះទឹកប្រហុកក៏ឆ្ងាញ់ស្បែកក៏ទន់ហើយក៏រសជាតិអីទទួលយកបានបងប្អូនបាទយើងទិញគេអញ្ចឹងមកម៉ៅគេមួយអញ្ចឹងមកវាដូចថាវាត្រូវជាតិហ្មងណាហើយបានដាក់ក្លាសេតិចអូយជាតិណាបងប្អូនអានេះក្រុមការងារដែលគោខាងគោហ្នឹងគេកាប់បាទហើយលើបានដាក់តិចអូនវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូន